ចាប់ផ្ដើមដោយចុងកណ្ដុងនិងបញ្ចប់ដោយចុងបិចនៅទីបំផុតភាពវឹកវរតាមបណ្ដាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃត្រូវបានបំបែកចេញជាស្ថាពរតាមរយៈសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូរវាងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់កម្ពុជានិងលោកអនុទានច័ន្ទវីរកុលនាយករដ្ឋមន្ត្រីនៃប្រទេសថៃក្រោមសក្ខីកម្មផ្ទាល់នៃចៅហ្វាយសតវិមានក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំនិងការស្វាស្វែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ2025នេះបើគ្មានការអញ្ជើញចូលរួមផ្ទាល់ពីលោកដូណាល់ត្រាំប្រមុខរដ្ឋនៃមហាអំណាចអាមេរិកនោះទេម្ល៉េះសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរួមគ្នានេះក៏ប្រហែលជាមិនកើតឡើងនោះដែរត្បិតកាលពីថ្ងៃទី25ម្សិលមិញភាពច្របូកច្របល់ពីពិធីសារនេះបានកើតឡើងដែលសឹងតែនឹងរំសាយពិធីចោលទៅវិញគឺនៅពេលដែលព្រះមហាក្សត្រីនៃព្រះរាជាណាចក្រថៃបានផ្សាយព្រះពារល័យដែលការនេះបានคล้ายជាលះដ៏សមហេតុផលមួយដើម្បីលោកអនុទាននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃម្ដងប្រកាសថាមិនចូលរួមម្ដងថាសូមអាមេរិកពន្យាពេលម្ដងថានឹងទៅម៉ាឡេស៊ីព្រឹកថ្ងៃទី26នេះតែចង់បញ្ចប់ទៅនាយករដ្ឋមន្ត្រីដែលនឹងផុតតំណែងនៅដើមឆ្នាំក្រោយនេះបានបង្ហាញមុខនៅម៉ាឡេស៊ីកាលពីយប់ថ្ងៃទី25ម្សិលមិញទៅវិញការពិតទៅមានភាពចម្រូងចម្រាសមុនបាត់ទៅហើយស្ដីពីប្រធានបទនៃពិធីមួយនេះត្បិតខាងរដ្ឋការសហរដ្ឋអាមេរិកក៏ដូចជារដ្ឋអំណាចកម្ពុជាបានហៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះថាជាកិច្ចព្រមព្រៀងសន្តិភាពឬ Peace Deal ប៉ុន្តែជាក់ស្ដែងទៅវាគឺជាសេចក្តីថ្លែងការណ៍រួមដែលបង្ហាញពីការសេចក្ដីរួមគ្នារវាងខ្មែរនិងថៃនៅចំពោះមុខពិភពលោកដែលតំណាងដោយមហាអំណាចអាមេរិកនិងប្រធានអាស៊ានថានឹងចាប់ដៃឆ្ពោះទៅរកសន្តិភាពឡើងវិញប៉ុណ្ណោះដែលខ្លឹមសារគោលនៃសេចក្តីប្រកាសរួមនេះមានចែងត្រួសដូចតទៅទី1បង្ហាញការបញ្ញាចិត្តមិនផ្លាស់ប្ដូរគោរពបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងពុត្រាចាយានៃប្រទេសម៉ាឡេស៊ីទី2បង្ហាញការបញ្ញាចិត្តលើការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅឬហៅកាត់ថា GBC ទី3ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដែលហៅកាត់ថា AOT ដែលនឹងចូលរួមគាំទ្រពីរដ្ឋជាសមាជិកអាស៊ានក្នុងគោលបំណងធានានៅការអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ទី4ការបញ្ញាបន្ថែមក្នុងការបន្ថយភាពតានតឹងនិងស្ដារទំនុកចិត្តព្រមទាំងទំនាក់ទំនងដែលជាផលប្រយោជន៍រវាងព្រះរាជាណាចក្រទាំងពីរភាគីកម្ពុជានិងភាគីថៃបានសន្យាយល់ព្រមជាជំហានដូចតទៅការបន្ធូរបន្ថយកម្លាំងយោធានិងដកអាវុធធនធានចេញពីព្រំដែនហើយបញ្ជូនត្រឡប់ទៅទីតាំងមូលដ្ឋានយោធាធម្មតារៀងៗខ្លួនវិញជៀសវាងការផ្សាយព័ត៌មានមិនពិតការចោទប្រកាន់ក្នុងន័យញុះញង់ឲ្យមានភាពតានតឹងនិងវោហារស័ព្ទនានាដែលអាចបង្កគ្រោះថ្នាក់ទាំងឡាយទោះបីជាតាមរយៈការផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលឬវេទិកាមិនផ្លូវការណាក៏ដោយដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីក្នុងស្មារតីនៃអ្នកជិតខាងល្អមិត្តភាពនិងសាមគ្គីភាពព្រមទាំងធ្វើការស្ដារឡើងវិញនៅទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរការសម្របសម្រួលនិងអនុវត្តការដោះមានមនុស្សធម៌តាមតំបន់ព្រំដែនតាមកន្លែងដែលឯកភាពគ្នាក្នុងកិច្ចប្រជុំ GBC ដើម្បីការពារជនស៊ីវិលនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែនទទួលស្គាល់គណៈកម្មាធិការ RBC, JBC និង GBC ជាយន្តការទ្វេភាគីក្នុងការដោះស្រាយជម្លោះតាមបណ្ដាព្រំដែនដោយសន្តិវិធីនិងជាយន្តការតែមួយគត់ដើម្បីព្រមព្រៀងគ្នាក្នុងការបោះបង្គោលព្រំដែនទី5ជាការតាំងចិត្តលើកកម្ពស់ចំពោះសេចក្តីសន្យានេះរដ្ឋអំណាចថៃនឹងដោះលែងទាហានកម្ពុជាដែលនៅសេសសល់ទាំង18រូបដែលថៃបានចាប់ជាចំណាប់ខ្មាំងនៃសង្គ្រាមកាលពីពេលកន្លងមកទី6កម្ពុជានិងថៃបានយល់ព្រមក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនទី7ភាគីទាំងពីរបញ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធីនៅចំពោះមុខច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្របតាមស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានដែលមិនចងភ្ជាប់ឡើយចំពោះជម្លោះកាលពីអតីតកាលក្នុងពិធីនោះយើងបានសង្កេតឃើញរឿងចម្លែកពីរបានកើតឡើងដោយលោកអនុទានបានសុំប្រូកន្លែងអង្គុយជាមួយនឹងសម្ដេចហ៊ុនម៉ាណែតឲ្យខ្លួនបានទៅអង្គុយជិតលោកត្រាំទៅវិញដែលវាបានបញ្ច្រាស់ពីពិធីការដែលបានរៀបចំព្រមទាំងបង្ហាញពីអត្តចរិតអែបអបនិងខ្វះសណ្ដាប់ធ្នាប់យ៉ាងច្បាស់ក្រឡែតជាមួយនឹងមហាអំណាចហើយនៅពេលចប់ពិធីយើងឃើញសម្ដេចហ៊ុនម៉ាណែតបានជូនលិខិតផ្លូវការមួយដែលគេមិនទាន់ដឹងឡើយថាលិខិតនោះសរសេរពីអ្វីទៅកាន់លោកដូណាល់ត្រាំរួចប្រមុខរដ្ឋាភិបាលទាំងពីរក៏ចាប់ដៃនិយាយជាមួយគ្នាហាក់មានភាពស្និទ្ធស្នាលជាខ្លាំងក្នុងទស្សនៈរបស់ខ្ញុំឆ្លើយនឹងសំណួរថា
តើសេចក្តីថ្លែងការណ៍រួមនេះឬក៏កិច្ចព្រមព្រៀងសន្តិភាពនេះតើវានឹងធានាពីសន្តិភាពយូរអង្វែងកម្រិតណានៃប្រជាជាតិទាំងពីរចម្លើយនោះគឺគ្មានទេត្បិតប្រវត្តិសាស្ត្របានបង្រៀនយើងម្ដងហើយម្ដងទៀតថាបញ្ហាដែលកើតឡើងឥតលហែតាំងពីទទួលឯករាជ្យឆ្នាំ1953មកចំនួនព្រំដែនជាមួយអ្នកជិតខាងខាងលិចរបស់យើងវាបានក្លាយជាបញ្ហាមួយដ៏មហារ៉ាំរ៉ៃដែលរត់ដំណោះស្រាយនៅឆ្នាំ1962ក្តីឆ្នាំ2013ក្តីឬក៏នៅឆ្នាំ2025នេះក្តីវាគ្រាន់តែជាការត្រូវរើគ្នាមួយដែលមានលក្ខណៈបណ្ដោះអាសន្នសម្រាប់រយៈកាលខ្លីឬមធ្យមតែប៉ុណ្ណោះត្បិតអ្នកជិតខាងមួយនេះតែងតែបង្រៀនប្រជាជនគេជាច្រើនចំនួនណាស់មកហើយឲ្យស្រណោះសោកស្ដាយនៅទឹកដីដែលគេបានបាត់បង់កាលពីចំនួនសន្ធិសញ្ញាបារាំងសៀមត្បិតម្យ៉ាងទៀតភាពអចិន្ត្រៃយ៍នៃអស្ថិរភាពនយោបាយនៃប្រទេសមួយនេះបានជំរុញឲ្យថ្នាក់ដឹកនាំប្រភេទមនុស្សឱកាសនិយមទាំងស៊ីវិលនិងយោធារបស់គេឲ្យផ្ទេររឿងរ៉ាវផ្ទៃក្នុងមកជាបញ្ហាព្រំដែនជាមួយនឹងកម្ពុជាគោលដៅគឺក្រមប្រជានិយមនិងជាតិនិយមជ្រុលទាំងនោះតែងតែសាកល្បងនាំមកវិញនៅស្ថិរភាពជាតិនិងពង្រឹងឯកភាពជាតិរបស់គេឡើងវិញតាមរយៈការបង្វែរកំហឹងរបស់ប្រជាជនគេមកលើយើងដោយចង្អុលមុខយើងនិងចោលយើងតែផ្ដេសផ្ដាសថាបាននឹងកំពុងបន្តឈ្លានពានទឹកដីរបស់គេម្ល៉េះហើយទើបបានជាពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀតទោះបីគេធ្លាប់បានទទួលស្គាល់រួចហើយតែបែរជាគេកុកមិនព្រមទទួលស្គាល់វិញនៅរាល់សន្ធិសញ្ញានិងសេចក្តីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិក៏ដូចជាផែនទីផ្លូវការនិងកិច្ចព្រមព្រៀងផ្សេងៗដែលមានមហាអំណាចជាសាក្សីយ៉ាងណាក៏ដោយ